មានអ្នកកសែតបរទេសម្នាក់សួរសំណួរទៅទាហានថៃមួយក្រុមថាតើអ្នកធ្លាប់បានដាក់គ្រាប់មីនក្នុងទឹកដីរបស់ខ្លួនក្បែរព្រំដែនប្រទេសកម្ពុជាដែរឬទេទាហានថៃមួយក្រុមបានឆ្លើយថាមិនធ្លាប់បានដាក់ទេអ្នកកសែតបានបន្តសួរថាបើដូច្នោះតើអ្នកបានដើរចូលទឹកដីរបស់ប្រទេសកម្ពុជាដែរឬទេព្រោះថានៅលើទឹកដីរបស់អ្នកក្បែរព្រំដែនប្រទេសកម្ពុជាមិនមានគ្រាប់មីននោះទេព្រោះអ្នកបាននិយាយថាអ្នកមិនដែលបានដាក់គ្រាប់មីននោះទេបើយ៉ាងដូច្នេះតើអ្នកគិតថាគ្រាប់មីនទាំងនោះជារបស់កម្ពុជាឬក៏ជារបស់ថៃឬក៏អ្នកលួចចូលជន់គ្រាប់មីនរបស់កម្ពុជានៅលើទឹកដីកម្ពុជាពេលដែលទទួលបានសំណួរដូចនេះក្រុមទាហានថៃទាំងនោះបានឆ្លើយថាពួកគេធ្លាប់បានដាក់គ្រាប់មីនដែរនៅពេលដែលមានសង្គ្រាមជាមួយនឹងកម្ពុជាដើម្បីកុំឲ្យទ័ពកម្ពុជារលចូលអ្នកកសែតបានបន្តសួរថាបើអញ្ចឹងតើអ្នកគិតថាបានដើរជន់គ្រាប់មីនដែលខ្លួនឯងបាន